បាទហើយបន្តមកទៀតសខ្សែមកទៅខ្សែមកទៅទៀតដាក់កន្លែងណាដាក់កន្លែងនេះមែនគឺអត់ទេអត់យកជាការទេដាក់កន្លែងនេះមែនគឺអត់ទេនេះដាក់កន្លែងនេះបងប្អូនបាទคลิปទៅនេះគឺដោយសារតែមានការสนับสนุนរបស់បងប្អូនយើងឲ្យធ្វើពាក់ព័ន្ធជាមួយនឹងប្រភេទកង់តាក់បុកព្រីបែបចេះបងប្អូនអញ្ចឹងខ្ញុំលើកឡើងពីប្រភេទកង់តាក់ទាំងពីរប្រភេទនេះក៏ប៉ុន្តែវាដូចតែគ្នាទេបងប្អូនណាបើតើតើខុសគាត់ថានេះព្រីរុន1បាទនេះរុន1នេះរុន2តែប៉ុណ្ណឹងណាហើយបើតើតើមួយនឹងជើងវាដូចតែគ្នាទេបាទវាដូចតែគ្នាទេអញ្ចឹងខ្ញុំនឹងធ្វើរបៀបនៃការប្រើប្រាស់ជាមួយកង់តាក់ប្រភេទអស់ហ្នឹងឲ្យបានពីររបៀបឲ្យបងប្អូនអាចយកទៅប្រើការបានទី1គឺយកទៅព្យាអំពូលទី2គឺប្រើកង់តាក់នេះផ្ដាច់ព្រីតែម្ដងណាប្រើកង់តាក់ផ្ដាច់ព្រីបងប្អូនតោះឥឡូវឲ្យវិញឆ្ងាយអញ្ចឹងបងប្អូនយើងធ្វើចេះមកហើយយើងត្រឡប់វិញចេះវិញខ្សែរត់ចូលមកជើងកង់តាក់ជើងព្រីនេះជើងកង់តាក់នេះបងប្អូនរត់មកខ្សែមេហើយនិងខ្សែអំពូលមកបាទអញ្ចឹងតើតោមួយនឹងខ្សែមេគឺខ្ញុំយកពណ៌ត្នោតនេះធ្វើជាខ្សែណឺតបាទហើយបងប្អូនយកខ្សែមកខាងរបស់ខ្សែអំពូលមកគប់ចូលគ្នាចឹងមកធ្វើដូចខ្ញុំចឹងមកណាបងប្អូនបាទហើយបន្តមកទៀតបងប្អូនធ្វើតាមខ្ញុំមកបងប្អូនមានខ្សែប៉ុងដូចចេះមកបងប្អូនខ្សែប៉ុងដូចគ្នាចឹងមកហើយបងប្អូនយកខ្សែនេះខ្សែម៉ាស់ហើយខ្សែអំពូលនេះបងប្អូនយកដាក់ខាងណានេះបងប្អូនឃើញខាងជើងខ្សែណឺតទេនេះអិនណាបងប្អូនដាក់នេះមកបាទដាក់ខ្សែអិនមកហើយបន្តមកបងប្អូនរត់វាមកបាទបន្តមកទៀតបងប្អូននេះយកខ្សែមេខាងខ្សែភ្លើងបាទខ្ញុំយកពណ៌ខៀវធ្វើខាងខ្សែហ្វាហ្នឹងណាបងប្អូនដាក់ខាងណាបងប្អូនអាចដាក់នៅខាងនេះក៏បានបងប្អូនដាក់នៅខាងនេះក៏បានដែរព្រោះនេះយើងប៉ងចូលគ្នាចឹងបងប្អូនអញ្ចឹងបងប្អូនដាក់តាមខ្ញុំក៏បានដាក់ជើងខាងខាងព្រីមកបាទអានេះជើងព្រីបងប្អូនអូខេរួចរាល់ហើយអញ្ចឹងយើងនៅសល់ខ្សែមកកតុយទៀតបោះខាងពូលអញ្ចឹងបងប្អូនយកដាក់ខាងណានេះបងប្អូនដែលជើងនេះនៅសល់យើងដាក់ខាងជើងសល់នេះមកបាទធ្វើចេះមកគឺអូខេហើយអញ្ចឹងបងប្អូនអាចប្រើបានព្រីប្រើបានហើយវាជាទៅលើពូបានអូខេបាទអញ្ចឹងហើយមួយតោះចូលមួយបែបទៀតមួយបែបទៀតគឺការប្រើប្រាស់របស់ព្រីមួយហ្នឹងគឺមានន័យថាយើងប្រើកង់តាក់នេះផ្ដាច់ព្រីណាកង់តាក់ផ្ដាច់ព្រីបាទអញ្ចឹងគឺមានន័យថាអញ្ចឹងនៅក្នុងករណីដែលបងប្អូនចង់ប្រើព្រីហ្នឹងនៅពេលដែលប្រើរួចហើយយើងមិនចង់ឲ្យមានភ្លើងនេះខ្លាច់ក្មេងប៉ះក្មេងអីចឹងណាបាទហ្នឹងទីមួយទៀតបងប្អូនដោតឧបករណ៍អីមួយចឹងចោលចឹងប៉ុន្តែបងប្អូនអត់ចង់ដកដូចនឹងចោលឡើងខ្លាចវាលងអីចឹងណាអញ្ចឹងយើងគាត់តែចុចព្រីនេះទៅគឺផ្ដាច់ព្រីចុចកង់តាក់នេះទៅគឺផ្ដាច់ព្រីតែម្ដងនៅក្នុងករណីអញ្ចឹងវាអាចប្រើប្រាស់បានច្រើននៅក្នុងករណីប្រើយកកង់តាក់ផ្ដាច់ព្រីហ្នឹងតោះសម្រាប់បងប្អូនដែលមិនចេះតោះសូមមើលទាំងអស់គ្នាអញ្ចឹងបងប្អូនត្រឡប់ទៅក្រោយបងប្អូនប៉ងដូចជំនាញចេះដូចដដែលមកបាទប៉ងដូចគ្នាអញ្ចឹងមកហើយទីតងកន្លែងប៉ងខាងនេះកន្លែងជើងខាងនេះបងប្អូនអាចរឹតបតឹងវាទៅបាទហើយយើងអត់ត្រូវប្រើអីទីទេបាទនេះរឹតតឹងដូចគ្នាអញ្ចឹងមកបាទអូខេបាទបន្តមកទៀតបងប្អូនអាខាងខ្សែពណ៌ខ្ញុំយកខ្សែពណ៌ខៀវធ្វើជាខាងខ្សែភ្លើងបាទហើយយកខ្សែពណ៌ត្នោតនេះធ្វើជាខាងណឺតណាខាងណឺតអញ្ចឹងបងប្អូនធ្វើតាមខ្ញុំនេះយកខាងខ្សែណឺតនេះបាទខ្ញុំយកខ្សែពណ៌នេះធ្វើខាងខ្សែណឺតបងប្អូនដាក់តាមជើងខ្សែណឺតបាទហើយបន្តមកទៀតសខ្សែមកទៅទៀតដាក់កន្លែងណាដាក់កន្លែងនេះមែនគឺអត់ទេអត់យកទីការទេដាក់កន្លែងនេះមែនគឺអត់ទេនេះដាក់កន្លែងនេះជើងខាងនេះមកគឺដំណើរការឲ្យបងប្អូនបញ្ចូលទៅភ្លើងមកគឺដំណើរការឲ្យ